សូមស្វាគមន៍យុវជនយុវនារីដែលមកពីទាំង3ភូមិភាគរបស់សាទរបាទយុវនារីទាំងឡាយអសាទរទិវាការត្រាស់ហៅអន្តរភូមិភាគឆ្នាំ2025បូជនីយេឆ្ពោះទៅក្តីសង្ឃឹមសូមស្វាគមន៍បងប្អូនទាំង3ភូមិភាគសូមស្វាគមន៍សម្ដេចបាបទី267លេអូទី14ជួបគ្នានៅក្នុងពេលវេលាដ៏ពិសេសដែលព្រះសហគមន៍ឲ្យយើងអធិដ្ឋាននៅក្នុងអាទិត្យទី4នៃបុណ្យជុំឡុងសម្រាប់ការត្រាស់ហៅយើងរួមគ្នាកសាងព្រះសហគមន៍ដោយសាប់លែងឆ្លើយតបចំពោះការត្រាស់ហៅដែលព្រះជាម្ចាស់ទ្រង់ប្រទានដោយយើងចាំគ្រប់គ្នាទាំងអស់យុវជនយើងត្រូវមានចិត្តក្តៅខ្លាំងនៃក្តីសង្ឃឹមបានរៀបបំភ្លឺឡើងជួយយើងជ្រាបបទថ្មីថ្មីព្រះជាម្ចាស់ទ្រង់ជាប្រភពនៃជីវិតមិនសំសូមជីវិតគូសូមទុំជឿនលើព្រះអង្គយុវជនយុវនារីទាំងឡាយដោយសារនៅពេលនេះយើងមកជួបជុំគ្នាដើម្បីរៀបគិតអំពីការត្រាស់ហៅអញ្ចឹងព្រះយេស៊ូវហៅយើងរហូតមែនទេសូមអញ្ជើញមកសូមអញ្ជើញមកប៉ុន្តែយើងទេដែលយើងឆ្លើយមិនដឹងថាយើងមានសេចក្តីក្លាហានឆ្លើយឬអត់អត់ដូចមរណៈសាសីហ៊ានឆ្លើយយើងឆ្លើយទៅដល់កម្រិតណាមរណៈសាសីហ៊ានឆ្លើយរហូតដល់បូជាជីវិតរងទុក្ខលំបាកដូចព្រះយេស៊ូវតែយើងហ៊ានឆ្លើយថាបាទខ្ញុំធ្វើនេះធ្វើនោះបានឬក៏អាចឆ្លើយរហូតដល់ទៅជាអ្នកដែលទទួលមុខងារដ៏ពិសេសសម្រាប់បម្រើព្រះសហគមន៍និងបម្រើបងប្អូននៅក្នុងសង្គមនៅក្នុងពិភពលោកបាទយុវជនយុវនារីទាំងឡាយគុំនៅក្នុងតើយើងមកជួបជុំគ្នាទីវិត្រាហើយរដូវជាពេលវេលាយុវជនព្រមព្រៀងមានអំណរសប្បាយណាស់ពេលនេះយើងបានជួបគ្នានឹងមិត្តភក្តិពេលនេះយើងបានតាំងចិត្តអធិដ្ឋានពេលនេះយើងទាំងអស់គ្នារួមដំណើរជាធ្លុងតែមួយឆ្លងទៅសេចក្តីសង្ឃឹមយើងរួមគ្នាកសាងព្រះសហគមន៍ដោយសាប់លែងឆ្លើយតបចំពោះការត្រាស់ហៅដែលព្រះជាម្ចាស់ទ្រង់ប្រទានអាឡេលូយ៉ាអាឡេលូយ៉ាអាឡេលូយ៉ានៅថ្ងៃនេះវាសានបរមសុខខ្ញុំអរព្រៃគុណព្រះជាម្ចាស់ដែលបានប្រទានម្ដាយសម្រាប់យើងហើយនៅពេលនេះយើងទូលអង្គព្រះអង្គឲ្យព្រះអង្គគង់នៅជាមួយយើងតទៅទៀតដើម្បីមើលឃើញព្រះハរតីរបស់ព្រះអង្គដើម្បីឆ្លើយជាមួយព្រះនាងម៉ារីពិតមែនខ្ញុំធ្វើតាមព្រះハរតីរបស់ព្រះជាម្ចាស់សានបរមសុខបានហើយអាឡេលូយ៉ាអាឡេលូយ៉ាខ្ញុំឆ្ងល់ថាការត្រាស់ហៅជាបងស្រីបូជាចាជាប
បងប្រុសសម្លេងហ្នឹងចេញពីព្រះជាម្ចាស់ផ្ទាល់ឬមួយក៏ជាសម្លេងដែលនៅដកនៅក្នុងចិត្តរបស់យើង សំឡេងមួយចាញ់ពីចិត្តរបស់យើងសំឡេងដែលនៅក្នុងខ្លួនយើងនេះតើសំឡេងហ្នឹងដែលរុញច្រានឲ្យយើងទៅសួរអ្នកនេះទៅជួបអ្នកនោះដើម្បីជួយឆ្លើយសំណួរឲ្យយើងផងដែលយើងមានសំណួរដកនៅក្នុងចិត្តសំឡេងមួយទៀតគឺមជ្ឈដ្ឋាននឹងក្រៅដូចគ្នាមានពេលវេលាសមស្របឲ្យយើងរិះគិតនិងពិចារណាសំឡេងដែលចេញមកពីក្នុងចិត្តយើងឬក៏សំឡេងហ្នឹងខុសឬត្រឹមត្រូវអីចឹង បងប្អូនយុវជនយុវនារីអ្នកតាមភូមិអ្នកដែលក្រីក្រលំបាកហ្នឹងនេះជាសម្លេងនៃព្រះជាម្ចាស់នៅទីនោះពេលបងប្រុសឃើញពួកគាត់ដោយបងប្រុសនិយាយយ៉ាងការក្រីក្រខ្វះចំណេះដឹងផ្សេងៗធ្វើឲ្យបងប្រុសស្រក់ទឹកភ្នែកបងប្រុសចង់ជួយពួកគាត់នេះជាសម្លេងបងប្រុសទាំងសម្លេងទាំងរូបភាពដែលបងប្រុសឃើញនេះជាអ្វីដែលបងប្រុសសម្រេចចិត្តដើរតាម ខ្ញុំបានទទួលការត្រាស់ហៅពីម្ដាយធម៌ខ្ញុំម្ដាយធម៌ដែលបានផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្ញុំធ្វើឲ្យខ្ញុំឃើញអត្ថន័យនៃជីវិតគឺជីវិតមានតម្លៃ ខ្ញុំនឹងថាព្រះជាម្ចាស់ហៅខ្ញុំតាមរយៈបងស្រីរបៀបគំរូរបស់អ្នកបួសណាអ្នកបួសដែលបានធ្វើការបម្រើទៅតាមព្រះសហគមន៍នៅតាមភូមិនៅតាមអីនេះជាសម្លេងដែលព្រះជាម្ចាស់ត្រាស់ហៅខ្ញុំ ធ្វើការជាមួយយុវជនក្មេងៗជាពិសេសយុវជនក្មេងៗមកពីគ្រួសារក្រីក្រជាអ្វីដែលជំរុញចិត្តខ្ញុំបន្តិចម្ដងធ្វើឲ្យខ្ញុំគិតអំពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ ពងស្រីម្នាក់ប្រាប់ខ្ញុំសូមទុកតែជាមួយគ្នាអញ្ចឹងខ្ញុំចូលរួមក្រុមគ្រួសារ simple ទៅឆាច់ជ្រឹះ មានគេសួរខ្ញុំតើខ្ញុំចង់ធ្វើជាបួសជាចៅឬទេហើយនៅពេលដែលគេសួរសម្លេងដែលសួរនេះគឺមិនមែនមានតែម្ដងទេគឺមុនដំបូងគឺមេងរបស់ខ្ញុំហើយទី2គឺជាលោកបួសជាចៅម្នាក់បានសួរខ្ញុំ ដឹងអំពីការត្រាស់ហៅតាមពិតពេលមកជួបបងស្រីសាលូសៀននៅពេលខ្ញុំរៀននៅសាលាដុនបូស្កូតាមរយៈជីវិតរបស់គាត់ធ្វើឲ្យខ្ញុំរិះគិតអំពីការត្រាស់ហៅ ពេលបងស្រីឃើញទួយកាំងយ៉ាសបាយបងស្រីមានចាប់អារម្មណ៍ដែរ ខ្ញុំបានទទួលការត្រាស់ហៅពីព្រះជាម្ចាស់តាមរូបភាពដ៏សាមញ្ញបំផុតគឺការអើបូជាយា ពិតមែនបងប្អូនជាទីស្រឡាញ់ថ្ងៃនេះយើងមានអំណរសប្បាយដ៏ពេញលក្ខណៈអំណរសប្បាយសម្រាប់ព្រះសាគុំទាំងមូលដោយយើងស្វាគមន៍សម្ដេចប៉ាប់ថ្មីគ្រូកងវិលដ៏សាបរោះសម្រាប់ព្រះសាគុំសកលសម្រាប់ព្រះសាគុំនៅក្នុងពិភពលោកនិងសម្រាប់ព្រះសាគុំនីមួយដែលសម្ដេចប៉ាប់មានទូនាទីតែរក្សានៅក្នុងធម្មតាករណីរបស់ព្រះអង្គឲ្យព្រះសាគុំនីមួយធ្វើដំណើររួមគ្នាឆ្ពោះទៅជីវិតអស់កលជានិច្ចដូច្នេះរួមគ្នាយើងអបអរសាទរសម្ដេចប៉ាប់ថ្មីដូច្នេះបងប្អូនជាទីស្រឡាញ់និងជាពិសេសយុវជនយុវនារីជាទីស្រឡាញ់សូមពុពេញដោយសេចក្តីក្លាហានសូមតែរក្សាអំណរសប្បាយនិងសូមធ្វើដំណើររួមជាមួយគ្នានៅក្នុងក្រុមគ្រួសារតែមួយដែលជាព្រះសាគុំរបស់យើងដែលជាវប្បធម៌របស់យើងដែលជាជីវិតរបស់យើងផ្ទាល់រួមជាមួយព្រះជាម្ចាស់ពិតមែនសូមព្រះជាម្ចាស់ប្រទានពរដល់យើងទាំងអស់គ្នាសូមព្រះជាម្ចាស់តែរក្សាឲ្យយើងរស់នៅក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គដូចសម្ដេចប៉ាបបានអញ្ជើញយើងនៅក្នុងព្រះបន្ទូលជាមួយរបស់សម្ដេចប៉ាបនៅពេលបង្ហាញខ្លួនដល់ពិភពលោកទាំងមូលនៅពេលយើងបានស្ដាប់ឮថា Habemus Papam នៅពេលនឹងសម្ដេចប៉ាបមានព្រះបន្ទូលថាសូមសេចក្តីសុខសាន្តគង់នៅជាមួយបងប្អូនអាមែន យុវជនយុវនារីទាំងឡាយអើយគុំនៅកណ្ដាលយើងមកជួបជុំគ្នាទីវិត្រាហើយ អបអរសាទរទិវាការត្រាស់ហៅអន្តរភូមិភាគឆ្នាំ 2025 បូជនីយេឆ្ពោះទៅក្តីសង្ឃឹម